Hai bên sang konnichiwa ចឹងយើងវិលមកជួបគ្នាទៀតនៅក្នុងមេរៀនទី7មេរៀនទី7របស់យើងគឺវេយ្យាករណ៍ទី1ហ្នឹងតកតងទៅនឹងនាម det verb must នាមហ្នឹងវាជានាមមួយដែលនិយាយពីឧបករណ៍ឬមួយក៏មធ្យោបាយអីមួយចឹងគេប្រើបបអាសព្ទ det នៅក្នុងន័យពីរយ៉ាងន័យទី1គឺដោយឧបករណ៍ឬក៏មធ្យោបាយអីមួយហើយនឹងន័យទី2ជាអ្វីមួយ spoon det ថា bemas ហើយអញ្ចឹងញ៉ាំដោយប្រើប្រាស់ស្លាបព្រាអញ្ចឹងកន្លែងហ្នឹងគេញ៉ាំដោយប្រើស្លាបព្រាដែលស្លាបព្រាហ្នឹងវាគឺជានាមឧបករណ៍តែ det ថា bemas អញ្ចឹងកន្លែងហ្នឹងគឺគេញ៉ាំដោយប្រើប្រាស់ដៃអញ្ចឹងតែហ្នឹងគឺដៃអញ្ចឹងគាត់អត់ញ៉ាំប្រើ spoon ដល់ទី1ឯងគឺយើងប្រើដៃចឹងហ្នឹងក៏វាជាមធ្យោបាយដែរហើយNihongo de kakimasu អញ្ចឹងសរសេរជាភាសាជប៉ុនអញ្ចឹងចូលន័យទី2របស់យើងគឺជាហើយអញ្ចឹងយើងសរសេរជាភាសាជប៉ុនអញ្ចឹងការសរសេររបស់យើងវាមានភាសាផ្សេងភាសាអង់គ្លេសភាសាជប៉ុនភាសាខ្មែរឬក៏ភាសាអីផ្សេងទៅអញ្ចឹងយើងមើលរ៉េគេថាម៉េចរ៉េ de kakimasu អញ្ចឹងម្នាក់ហ្នឹងគឺគាត់សរសេរជាភាសាអង់គ្លេសអញ្ចឹងយើងអាចនិយាយថាគេ ego de kakimasu ហើយសរសេរជាភាសាអង់គ្លេសតោះយើងមើលទីហោរ៉េយើងទៀតអញ្ចឹងកន្លែងហ្នឹងគឺគាត់សរសេរដែរតែយើងមើលសរសេរដោយប្រើអីគេហើយអញ្ចឹងគាត់ប្រើ NPTEX អញ្ចឹងគាត់សរសេរដោយប្រើប្រាស់ខ្មៅដៃមួយទៀតគាត់កំពុងតែធ្វើ report ទុកហើយបាយការណ៍ហ្នឹងគឺដោយប្រើអីគេអាហ្នឹងវាជា computer អញ្ចឹងយើងអាចនិយាយថា computer de kakimasu គឺសរសេរដោយប្រើប្រាស់ computer អញ្ចឹងគាត់អត់ប្រើជាសរសេរដៃគាត់វាយជា computer មកអញ្ចឹងនៅក្នុងវេយ្យាករណ៍ហ្នឹងយើងអាចបង្កើតជាសំណួរយើងថែមពាក្យក៏ថែមពាក្យ nan ទៅ nan de tabemasu ka តើអ្នកញ៉ាំដោយប្រើអីគេ nan អ្វី nan de tabemasu ka អញ្ចឹងម្នាក់ស្រីហ្នឹងគឺគាត់ញ៉ាំដោយប្រើសមមែនទេអញ្ចឹងសមគេថាម៉េច fuku de tabemasu គឺញ៉ាំដោយប្រើប្រាស់សមអញ្ចឹងពេលដែលយើងចង់សួរមានជនជាតិឥណ្ឌាគាត់ញ៉ាំដោយដៃអញ្ចឹងយើងអត់ច្បាស់អាចសួរថា nan de tabemasu ka ហើយជនជាតិផ្សេងអញ្ចឹងមានវត្ថុផ្សេងក្នុងការបរិភោគអាហារអញ្ចឹងយើងចូលមកវេយ្យាករណ៍ទី2របស់យើងគឺពាក្យឬមួយក៏ជាប្រយោគវគ្គហើយ nani ko de nan desu ka អញ្ចឹងកន្លែងហ្នឹងគឺវាមើលធ្វើទម្រង់ដូចញ៉ៃបន្តិចប៉ុន្តែវាមិនបាក់សម្រាប់ពួកយើងប្រើប្រាស់អញ្ចឹងប្រយោគឬក៏ពាក្យនៅខាងមុខហ្នឹងវាអាចជាពាក្យអីមួយហើយមានន័យថាអ្វីជាភាសាមួយហ្នឹងដែលហ្នឹងក៏មានន័យថាជាដែរដូចgrammar ទី1របស់យើងដែរអញ្ចឹងតើហើយសំណួរទម្រង់មួយហ្នឹងបើយើងបកជាភាសាខ្មែរវាថាតើពាក្យឬក៏ប្រយោគជាភាសាហ្នឹងចុចមានភាសាផ្សេងយ៉ាងភាសាខ្មែរថាថៃអង់គ្លេសអញ្ចឹងមានន័យថាយ៉ាងដូចម្ដេចតើពាក្យឬក៏ប្រយោគហ្នឹងវាជាភាសានេះវាមានន័យយ៉ាងដូចម្ដេចទី1 Ohio wa eigo de nan desu ka អញ្ចឹងគេសួរថាតើ Ohio នេះជាភាសាអង់គ្លេស eigo ជាភាសាអង់គ្លេសគេថាម៉េចអញ្ចឹង good morning this ហើយ good morning this អញ្ចឹងយើងឆ្លើយទៅប៉ុណ្ណឹងមកក៏គេស្ដាប់បានដែរអញ្ចឹងគឺគេគឺ good morning ហើយ good morning ទី2 sore wa nihongo de nan desu ka អញ្ចឹងគេសួរថាអានោះជាភាសាជប៉ុន nihongo ហ្នឹងគេថាម៉េចអញ្ចឹងអាហ្នឹងបើខ្មែរយើងថាឆាត់តែភាសាជប៉ុនគេហៅថា kasa ដែរគឺជាឆាត់ sore wa eigo de nan desu ka នោះជាភាសាអង់គ្លេសគេថាម៉េចហើយគេថាម៉េចអញ្ចឹង kore wa eigo de boku desu នេះហ្នឹងជាភាសាអង់គ្លេសយើងអានថា book ណាសិភៅមែនទេសិភៅ book អញ្ចឹងតកតងទៅនឹងវេយ្យាករណ៍ទី2របស់យើងគឺបែបហ្នឹងគឺ
ប្រើប្រាស់វាគេសួរហើយយើងត្រូវឆ្លើយនឹងតាមទម្រង់ចឹង